Ok សួស្តីមិត្តជាងទូរស័ព្ទទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយណាចង់យកមកបង្ហាញទៅកាន់បងប្អូនបាទតាក់ទងជាមួយនឹងការ bypass iCloud បាទសម្រាប់ទូរស័ព្ទដែលបានធ្វើការរាយរួចយើងធ្វើការ bypass វាដើម្បីប្រើប្រាស់បាននៅប្រភេទ Wi-Fi សម្រាប់ទូរស័ព្ទដែលរាយរួចគឺយើង bypass បានតែ Wi-Fi ទេអញ្ចឹងអូខេយើងតម្រូវឲ្យមានឧបករណ៍នេះមួយសម្រាប់ CPU A12 A13 បាទគឺតម្រូវឲ្យមានឧបករណ៍នេះបាទអញ្ចឹងបើអត់មានឧបករណ៍នេះទេយើងមិនអាចធ្វើការ bypass បានទេហើយមួយទៀតគឺយើងតម្រូវឲ្យមានកម្មវិធី unlock tool បាទនេះកម្មវិធីដែលខ្ញុំយកមកបង្ហាញគឺកម្មវិធី unlock tool តោះឥឡូវយើងចូលទៅការរបៀបធ្វើទាំងអស់គ្នាបាទសម្រាប់ទូរស័ព្ទម្ដងនេះគឺបានបើកចេញដំណើរការធម្មតាហើយសម្រាប់ USB នេះគឺខ្ញុំបានភ្ជាប់វាទៅកាន់កុំព្យូទ័រអញ្ចឹងខ្ញុំសូមធ្វើការដកវាចេញសិនហើយខ្ញុំដកភាសាទៀតដើម្បីឲ្យវាលោតភ្លើងពណ៌ក្រហមបែបនេះបាទហើយខ្ញុំទុកវាចោលម្ដុំហើយទូរស័ព្ទយើងគឺខ្ញុំបានភ្ជាប់ទៅកាន់កុំព្យូទ័រណាបងប្អូនជាទៀតអញ្ចឹងយើងសូមធ្វើការចុចវាដើម្បីចូលទៅកាន់ DSU mode បើបងប្អូនមាន USB recovery DSU បងប្អូនប្រើអាហ្នឹងទៅចុចតែមួយคลิกក៏ចូលដល់ DSU mode ដូចគ្នាដែរតែសម្រាប់ខ្ញុំអត់មានអញ្ចឹងលក់អស់ stock ហើយអញ្ចឹងខ្ញុំធ្វើការចុចដើម្បីចូលយើងចុច volume ឡើងលើមកប៉ក់ចុចក្រោមមកប៉ក់រួចចុចប៊ូតុង power ឲ្យជាប់បាទចុចឲ្យជាប់រហូតដល់ទូរស័ព្ទហ្នឹងវារលត់បាទពេលវារលត់យើងបន្ថែម volume ដកនេះមួយអូខេចុចរហូតដល់វារលត់មកបាទរលត់យើងបន្ថែម volume ដកមួយយើងរាប់ត្រឹម5បាទហើយយើងប្រឡែង power ទៅបាទទុកឲ្យvolume ដកឲ្យជាប់មកយើងរងចាំបន្តិចទៅទូរស័ព្ទយើងវានឹងរត់ទៅកាន់DSU mode ហើយអូខេឥឡូវវាបើកវិញបាទវាតែវា fail មិនអញ្ចឹងឥឡូវខ្ញុំសូមបើក 3D Tool ហើយខ្ញុំចូលឲ្យម្ដងទៀតបាទអញ្ចឹងយើងចាំទៀតវាចេញសិនអូខេចាំតិចវាកំពុងអន្តរាការឲ្យវាចេញសិនបងប្អូនឲ្យវាចេញសិនមកអូខេឥឡូវវាចេញហើយវាចេញដល់ hello វិញបាទអញ្ចឹងយើងចុចម្សិនទៀតឡើងលើចុះក្រោមប៊ូតុង power ទេជាប់បាទទេជាប់មកឲ្យវារលត់ណាចុចរហូតដល់វារលត់ចុចរហូតដល់វារលត់បាទពេលវារលត់យើងបន្ថែម volume ដកមួយបាទរាប់ត្រឹម5បាទ1 2 3 4 5បាទប្រឡែង volume power ចុចដកឲ្យជាប់ប៊ូតុងដកហ្នឹងអត់ចុចទេអត់ប្រឡែងទេណាទៅសកត់វាជាប់រហូតដល់វាចេញ DFU mode នៅលើកុំព្យូទ័រអូខេឥឡូវវាចេញហើយអញ្ចឹងយើងដកអាដូចដែលយើងបាន connect ទៅកាន់កុំព្យូទ័រសម្រាប់ iPhone យើងដកវាចេញមកហើយយើងយកវាមកភ្ជាប់ជាមួយនឹងប្រអប់យើងបាទយើងមកភ្ជាប់ចូលមកប្រអប់យើងមកហើយយើងចាំមើលអាភ្លើងនេះបដូរមកពណ៌ត្រចេកគឺយើងមានន័យថាការ unlock របស់យើងបានជោគជ័យអញ្ចឹងយើងដកវាមកបាទយើងដកវាចេញsorry ដកខាងនេះបាទហើយយើងដោតវាមកកាន់កុំព្យូទ័រយើងវិញដោតដោយយើងចូលទៅកុំព្យូទ័រយើងវិញបាទអូខេវាចេញទម្រង់បែបនេះមកតោះយើងចូលទៅកាន់ unlock tool យើងបន្ទាប់មកយើងទៅធ្វើការជ្រើសរើសនៅ file RAM នេះវាដូចជា bypass នៅកូដដៃដែរទេ file RAM នេះបងប្អូនទុកតាណាបងប្អូន draw នឹងមកបាទនេះfile RAM របស់ខ្ញុំបាទខ្ញុំ select វាមកសម្រាប់ iPhone នេះគឺ model វាបាទគឺ iPhone 11អញ្ចឹងខ្ញុំរកមើល iPhone 11ហើយ iOS វាគឺ version ចុងក្រោយ26បាទភាសាទៀត iOS 26មកខ្ញុំដូចចង់អត់សូវស្រួលបាទអូខេឥឡូវខ្ញុំសុំភាសាទៀតបាទ iOS 26បាទ iOS 26បន្ទាប់មកទៀតបងប្អូនចុចពាក្យថា boot RAM disk មកចុច boot RAM disk ហ្នឹងបួកមកបាទហើយយើងរងចាំតិចទៅឲ្យកម្មវិធីយើងឲ្យទូរស័ព្ទយើងដំណើរការអាដូចនេះដកចេញដកចូលបន្តិចបន្តួចទេដកទៅមួយផ្លែហ្នឹងបងប្អូនអត់មានពិបាកទេគ្រាន់តែបងប្អូនដោតវាទៅកុំព្យូទ័រដកចេញយកមកដោតដើម្បីធ្វើការ unlock PWN យើងបាទនេះ PWN នេះដើម្បីឲ្យទូរស័ព្ទយើងវាបើក PWN ហើយចេញ check RAM 8ដូចនេះគឺមុខងារវាសម្រាប់ចូលទៅធ្វើ check RAM 8បាទអូខេឥឡូវវាកំពុងដំណើរការយើងរងចាំតិចទៅអូខេវាចេញដល់កន្លែងនេះហើយបងប្អូនត្រូវរងចាំវាជាប់ឲ្យវាដំណើរការឲ្យចាប់សពគ្រប់ 100% បាទសម្រាប់ការ bypass នេះបញ្ជាក់ឲ្យបញ្ជាក់ទៀតបងប្អូនគឺយើងប្រើប្រាស់បានតែ Wi-Fi ទេទៅលើទូរស័ព្ទដដើមនេះវាអាចប្រើប្រាស់ SIM បានទេបាទបើសិនជាករណីវាជាប់កូដដៃអីគឺយើងអាចធ្វើទៅប្រើប្រាស់ SIM បានតែតាមវីដេអូដែលខ្ញុំបានបង្ហាញពី
ភាគមុនបាទអញ្ចឹងភាគនេះគឺខ្ញុំប្រាប់តែរបៀបនៃការ bypass ឲ្យប្រើប្រាស់បាន Wi-Fi សម្រាប់ទូរស័ព្ទចេញ Hello ទេអូខេឥឡូវវាកំពុងដំណើរការហើយបាទthếវាចេញអានេះមកយើងបិទវាទៅខ្ញុំជួយសញ្ញាដកនេះទម្លាក់វាចុះមកអូខេយើងរងចាំបន្តិចទៅបាទហ្នឹងវាដើរយឺតឬលឿនអាស្រ័យលើកុំព្យូទ័រនេះដូចវគ្គមុនខ្ញុំបានធ្លាប់ប្រាប់បងប្អូនអញ្ចឹងបាទអូខេវាដំណើរការមកដល់កន្លែងនេះវា load traffic មកអូខេបាទគឺរត់តម្រងបែបនេះគឺមានន័យថាវារួចរាល់ហើយអញ្ចឹងបន្តមកទៀតបងប្អូនចុចលើពាក្យថា bypass hello ចុចលើពាក្យ bypass hello នេះមកបាទអូខេយើងរងចាំតិចទៅវាកំពុងតែធ្វើការ bypass ឲ្យយើងហើយបាទbypass ហើយអូខេនេះវា fix face ID and camera នេះគឺវា fix ឲ្យយើងមកស្អាតបងប្អូនណាគឺ fix ឲ្យវា log in បាទអូខេឥឡូវយើងមើលបាទគឺទូរស័ព្ទយើងគឺដល់100ហើយបាទគឺមានន័យថាការ bypass របស់យើងគឺទទួលបានជោគជ័យ 100% ហើយអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់មាននៅឧបករណ៍មួយនេះបងប្អូនចង់បានអាចតាក់ទងមកកាន់ខ្ញុំបានបាទតម្លៃសមរម្យមែនតើហើយមានកម្មវិធីសម្រាប់ធ្វើការ update នៅប្រអប់នេះថែមជូនបងប្អូនបាទសម្រាប់ពេលដែលបងប្អូនទិញពីខ្ញុំទៅបាទពេលនេះខ្ញុំបាទឌីសមេងគឺសូមអរគុណសូមជម្រាបលាជូនពរបងប្អូនបាទសំណាងល្អសុខភាពល្អទាំងអស់គ្នា